បាទជាបឋមសូមគោរពដល់គណៈគ្រប់គ្រងវិទ្យាស្ថានបុគ្គលិកនិងសាស្ត្រាចារ្យក៏ដូចជាបងប្អូននិស្សិតទាំងអស់បាទនៅក្នុងវីដេអូនេះគឺខ្ញុំធ្វើបទបង្ហាញអំពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបណ្ណាល័យឬហៅថា e-library បាទចឹងនៅក្នុងវីដេអូនេះផងដែរគឺខ្ញុំសូមធ្វើការបង្ហាញតាមរយៈកុំព្យូទ័របាទដែលយើងប្រើប្រាស់ទៅលើ web browser ចឹងសម្រាប់ការប្រើប្រាស់ web browser បាទចឹងយើងមានច្រើនបាទយើងអាចមានជា Google Chrome ជា Firefox បាទជា Microsoft Edge ឬក៏បាទ Brave browser ផងដែរចឹងនៅក្នុងវីដេអូនេះគឺខ្ញុំសូមលើកយក Google Chrome យកមកធ្វើការប្រើប្រាស់ក៏ដូចជាចូលទៅការប្រើប្រាស់នៅក្នុងប្រព័ន្ធគ្រប់គ្រងបណ្ណាល័យនេះបាទអញ្ចឹងសូមគោរពអញ្ជើញទៅទស្សនាទាំងអស់គ្នាបាទអញ្ចឹងសម្រាប់សាស្ត្រាចារ្យដូចជាបុគ្គលិករួមទាំងនិស្សិតទាំងអស់បាទអាចចូលទៅកាត់ library របស់វិទ្យាស្ថានអាកាបានតាមរយៈ link ឬក៏ domain name ដែលខាងវិទ្យាស្ថានបានផ្ដល់ជូនទៅតាមក្រុម Telegram ឬក៏បាទលោកស្រីសាស្ត្រាចារ្យអាចចូលវាយនៅក្នុង URL បាទវាពាក្យថា library.aga.institute.edu.kh បាទអញ្ចឹងកុំឲ្យខាតពេកខ្ញុំសូមធ្វើការបត់បង្ហាញត្រួសបាទទៅលើមុខងារក៏ដូចជាម៉នុយមួយចំនួននៅក្នុងlibrary នេះបាទអញ្ចឹងទី1គឺយើងមាន home page ឬក៏ទំព័រដើមនេះដែលយើងមានសៀវភៅដែលអានច្រើនជាងគេសៀវភៅដែលទើបមកដល់ថ្មីបាទហើយនឹងរបាយការណ៍ស្រាវជ្រាវហើយនៅខាងក្រោមនេះយើងមានជាប្រភេទសៀវភៅផងដែរបាទអញ្ចឹងបើសិនជាបាទបងប្អូនចូលទៅកន្លែងណាមួយបាទឬក៏ប្រភេទសៀវភៅណាមួយវានឹងច្រោះយកតែសៀវភៅនោះទេខ្ញុំឧទាហរណ៍ថាយើងជ្រើសរើសយកសៀវភៅ Goal IT បាទ FIT នេះបាទអញ្ចឹងដល់ពេលដែលយើងคลิกមកវានឹងបង្ហាញតែព័ត៌មានបាទក៏ដូចជាបង្ហាញតែសៀវភៅតាក់ទងជាមួយនឹង IT ទេបាទអញ្ចឹងយើងអាចคลิกបាទបន្ថែមទៅអស់ចឹងមកបាទលេខបាទអញ្ចឹងយើងក៏អាចធ្វើការមើលបានដែរបាទអានសៀវភៅបាទអញ្ចឹងខ្ញុំឧទាហរណ៍ថាយើងអាចអានសៀវភៅបាទអញ្ចឹងខ្ញុំសូមចុចអានទៅលើ Basic of C Program បាទសៀវភៅនេះអញ្ចឹងដល់ពេលដែលយើងចុចអានមកបាទអញ្ចឹងយើងនឹងឃើញមានវេទិកាបាទនៅក្នុង page ហ្នឹងអញ្ចឹងកន្លែងដែលយើងចង់ទៅ page បន្ទាប់យើងអាចចុច next នៅកន្លែងនេះបន្តទៅទៀតឬក៏យើងអាចជ្រើសរើសទៅតាមទំព័រដែលនៅខាងឆ្វេងដៃនេះបាទយើងអាចជ្រើសរើសទៅតាមទំព័រនៅខាងឆ្វេងដៃនេះបាទយើងចង់ថយមកវិញយើងអាចចុចនៅកន្លែងនេះបាទយើងអាចថយមកវិញបានបាទដូច្នេះនៅត្រង់ចំណុចមួយទៀតបាទនេះគ្រាន់តែជាការអានមួយផ្នែកទេបាទនៅត្រង់ចំណុចមួយទៀតនិយាយអំពីការចុះឈ្មោះបាទការចុះឈ្មោះនៅពេលដែលយើងចូលទៅចង់ខ្ចីសៀវភៅឬក៏យើងចង់មើលបាទឬក៏ចង់ចូលទៅក្នុងបណ្ណាល័យរបស់វិទ្យាស្ថានអាកាគឺត្រូវមានឈ្មោះបាទឬក៏ដើម្បីមានការចុះឈ្មោះនេះសិនបានយើងចូលទៅក្នុងបណ្ណាល័យបាទដើម្បីងាយស្រួលក្នុងការបាទកត់នៅ report ផងដែរបាទអញ្ចឹងខ្ញុំសូមចូលទៅនិយាយអំពីការចុះឈ្មោះបាទអញ្ចឹងមុនដំបូងគឺត្រូវចុះឈ្មោះសិនបាទអត់ទាន់មានចុះឈ្មោះទេយើងចូលទៅគណនីនេះបាទពុំទាន់បានទេបាទអញ្ចឹងដល់ពេលដែលយើងចូលទៅគណនីបាទវាតម្រូវឲ្យយើងធ្វើការបំពេញនៅ email បាទបំពេញនៅពាក្យសម្ងាត់បាទតែសម្រាប់យើងអត់ទាន់មានទេថ្មីទេសូមចុចកន្លែងចុះឈ្មោះកន្លែងនេះបាទអញ្ចឹងចុចបាទចុះឈ្មោះបាទអញ្ចឹងចំណុចទី1បងប្អូនទាំងអស់គ្នាឬក៏សម្រាប់ email គឺជា email ផ្លូវការបាទអញ្ចឹងគឺយើងត្រូវតែឲ្យច្បាស់លាស់នៅ email របស់យើងបន្តិចបាទអញ្ចឹងខ្ញុំមាន email មួយសម្រាប់ធ្វើការ test នៅក្នុងនេះបាទអញ្ចឹងខ្ញុំដាក់ email នេះហើយ email នេះគឺជា email ផ្លូវការដែលមានន័យថាអាចប្រើ email អាចប្រើចេញចូល send ទៅមកទៅកាន់គ្រប់ mail បានបាទ
ហើយបន្តមកទៀតខ្ញុំដាក់បំពេញ email បែបនេះហើយខ្ញុំអាចជ្រើសរើសពាក្យសម្ងាត់បាទអញ្ចឹងពាក្យសម្ងាត់បាទអញ្ចឹងនៅក្នុងនេះគឺយ៉ាងតិច6តួបាទខ្ញុំដាក់លេខកូដសម្ងាត់បាទអញ្ចឹងសូមបញ្ជាក់ថាលេខកូដសម្ងាត់នេះគឺយើងអាចដាក់ខុសពីលេខសម្ងាត់របស់ email ខាងលើនេះបានមានន័យថាលេខសម្ងាត់ឬក៏ពាក្យសម្ងាត់នេះគឺសម្រាប់តែចុះឈ្មោះនៅក្នុងlibrary.aga.institute.edu.kh នេះបាទអញ្ចឹងខ្ញុំឧទាហរណ៍ថាបាទបែបនេះបាទខ្ញុំដាក់បាទđâyគឺជាពាក្យសម្ងាត់របស់ខ្ញុំបាទបន្តមកទៀតបំពេញបាទឈ្មោះបាទអញ្ចឹងជាឡាតាំងបាទអញ្ចឹងបាទខ្ញុំដាក់អញ្ចឹងមកបាទអូខេបាទហើយនេះជាឈ្មោះខ្មែររបស់ខ្ញុំបាទកាត់បាទខ្ញុំសូមជ្រើសរើសនេះបាទជ្រើសរើសភេទបាទថ្ងៃខែឆ្នាំកំណើតបាទអញ្ចឹងតើតើនៅថ្ងៃខែឆ្នាំកំណើតនេះយើងអាចคลิกបាទបើសិនជាឆ្នាំរបស់យើងថយក្រោយយើងคลิกចំឆ្នាំនេះមកបាទកើតបាទឆ្នាំណា2020បាទឬក៏2000បាទអញ្ចឹងយើងអាចជ្រើសរើសទៅតាមនេះអញ្ចឹងខ្ញុំឧទាហរណ៍ថាឆ្នាំ2000ចាស់បាទ2020ទៅបានឆ្នាំនេះបាទ5ឆ្នាំមិនទាន់ចេះមើលសភៅទេបាទឥឡូវខ្ញុំឧទាហរណ៍ឆ្នាំ2000ហើយខ្ញុំជ្រើសរើសខែ2បាទថ្ងៃទី15អញ្ចឹងទៅបាទបន្តមកទៀតលេខទូរស័ព្ទបាទអញ្ចឹងលេខទូរស័ព្ទនេះបាទអញ្ចឹងខ្ញុំអាចដាក់ជា sample ទៅចុះបាទអញ្ចឹង0ខ្ញុំដាក់0 1 2 3 4 5 6 7បាទ8 9បាទនេះជាឧទាហរណ៍បាទហើយសម្រាប់លេខសម្ងាត់លេខអត្តសញ្ញាណប័ណ្ណបាទអញ្ចឹងអាចបំពេញបាទលេខអត្តសញ្ញាណប័ណ្ណចឹងមកបាទអញ្ចឹងសាលារៀនតែបងប្អូននិស្សិតបាទយើងរៀននៅសាលាណាបាទអញ្ចឹងយើងដាក់ពាក្យបញ្ចូលមកបាទកាតសិស្សបាទអញ្ចឹងកាតសិស្សរបស់យើងលេខប្រមាណបាទអញ្ចឹងអាចវាបញ្ចូលមកបាទអាស័យដ្ឋានបាទអញ្ចឹងអាចដាក់បំពេញត្រឹមត្រូវក៏បានបាទឬក៏ដាក់កាត់បាទតែភ្នំពេញក៏បានអញ្ចឹងខ្ញុំសូមដាក់ថាបាទភ្នំពេញយ៉ាងចាស់ដើម្បីលឿនបាទអញ្ចឹងមុននឹងទៅបង្កើតបាទគណនីបានបាទមុននឹងបង្កើតគណនីបានគឺយើងត្រូវតែធ្វើប្រមាណវិធីបាទបូកនិស្សិតបាទអញ្ចឹង7បាទបូក74បាទបានប្រមាណបាទអញ្ចឹងនៅពេលដែលយើងបូកវាអត់ត្រូវបាទខ្ញុំឧទាហរណ៍ថាខ្ញុំវាអត់ត្រូវបាទឬក៏80អីចឹងចុះបាទសូមវាជាលេខបែបនេះបាទអញ្ចឹងឧទាហរណ៍80នៅពេលដែលយើងផ្ទៀងផ្ទាត់បាទនោះចម្លើយរបស់យើងនឹងមិនត្រឹមត្រូវទេហើយលេខនេះវានឹង random ឡើងវិញហើយព័ត៌មានរបស់យើងនេះនៅដដែលបាទអញ្ចឹងអត់ប្រូទេអញ្ចឹងសូមវាប្រមាណវិធីនេះឲ្យត្រឹមត្រូវអញ្ចឹងបើសិនជាបបាក់បូកលេខនេះពេកបាទយើងអាចបង្កើតនៅសំណួរថ្មីនេះបាទតតែចេញលេខតិចអញ្ចឹងទៅបាទអញ្ចឹង63 1 បូក63បាទអញ្ចឹងយើងឃើញ64បាទឧទាហរណ៍បាទអញ្ចឹងយើងវាបញ្ចូលហើយតើមកយើងធ្វើការផ្ទៀងផ្ទាត់ដល់ពេលដែលចុចផ្ទៀងផ្ទាត់បាទយើងបានផ្ទៀងផ្ទាត់រួចយើងនឹងឃើញមាន button ចុះឈ្មោះនៅកន្លែងនេះបាទអញ្ចឹងយើងចុចចុះឈ្មោះបាទចុចចុះឈ្មោះបាទអញ្ចឹងសូមរងចាំបន្តិចបាទនៅពេលដែលចុះឈ្មោះគឺយើងនឹងបាន alert ព័ត៌មាននេះបែបនេះបាទមកឲ្យយើងហើយវានឹង load មកកន្លែង sign in នេះបាទកន្លែង sign in នេះក៏ប៉ុន្តែនៅពេលដែលវា load មិញហ្នឹងគឺវាត្រូវឲ្យយើងចូលទៅកាន់ email មួយសិនដើម្បី confirm បាទដើម្បីឲ្យចូលនៅក្នុងនេះបាទអញ្ចឹង email ដែលខ្ញុំបានដាក់អំបញ្ញមិញបើសិនជាអត់ទាន់ confirm ទេនៅក្នុងនេះគឺយើងអត់អាចធ្វើការ log ចូលក្នុង system នេះបានទេបាទចឹងខ្ញុំដាក់លេខកូដមកបាទហើយវាកន្លែងនេះបាទត្រូវដូចគ្នាក៏ប៉ុន្តែពេលចូលក្នុងប្រព័ន្ធបាទយើងឃើញថា account ហ្នឹងគឺ disable អត់ទាន់បាន confirm ជាមួយនឹង email នេះទេអញ្ចឹងដើម្បីឲ្យ account នេះដំណើរការសូមសាស្ត្រាចារ្យក៏ដូចជានិស្សិតទាំងអស់បាទយើងចូលទៅកាន់ email ដែលមានហ្នឹងវានឹង load ទៅបាទអញ្ចឹងឧទាហរណ៍ខ្ញុំមាន email នេះបាទអញ្ចឹងនេះ email អញ្ចឹងខ្ញុំអាច
reload មួយមកបាទអញ្ចឹងយើងនឹងឃើញមាន account មួយដែលទៀងទាត់ email ឯងបាទអញ្ចឹង click មកបាទអញ្ចឹងសាស្ត្រាចារ្យនឹងឃើញបាទសូមស្វាគមន៍វិទ្យាស្ថាន AGA អីហ្នឹងបាទអញ្ចឹងយើងចុចទៀងទាត់ email ឡើងនេះបាទអញ្ចឹងដំណរហ្នឹងគឺ24ម៉ោងបើសិនជាមិនបានធ្វើការ confirm ទេបាទអញ្ចឹងគឺមានន័យថាយើងអត់អាចទៀងទាត់បានទេអញ្ចឹង24ម៉ោងនឹងថតកំណត់បាទអញ្ចឹងកន្លែងនេះគឺយើងចុចទៀងទាត់ email កន្លែងនេះដើម្បីអាចចូលទៅប្រើបានចុចទៀងទាត់បាទអញ្ចឹងទៀងទាត់ហើយបាទអញ្ចឹងយើងអាចចូលទៅក្នុងប្រព័ន្ធដោយសារតែខ្ញុំបើកពីprofile នៅក្នុង Google Chrome របស់ខ្ញុំនេះអញ្ចឹងវា load បែបនេះហើយអញ្ចឹងមានន័យថាវាដំណើរការយើងអាចចូលទៅប្រើក្នុងប្រព័ន្ធឬក៏យើងទៅទំព័រដើមអញ្ចឹងមកទៅទំព័រដើមគឺចូលទៅ front ខាងមុខហើយបើសិនជាចូលទៅក្នុងប្រព័ន្ធគឺកន្លែងដែលធ្វើការ log in នេះអញ្ចឹងកន្លែងនេះគឺមានន័យថានៅពេលដែលចេញបែបនេះយើងអាចនិយាយបានថា email ហើយនឹង library system នេះបានភ្ជាប់គ្នាហើយអាចចូលប្រើបានហើយបាទអញ្ចឹងនៅពេលដែលភ្ជាប់បែបនេះហើយបាទគឺយើងអាចបិទបានដែរបាទបិទកន្លែងនេះក៏បានដែរព្រោះខ្ញុំមាន tab ផ្សេងអញ្ចឹងបាទអញ្ចឹងខ្ញុំអាចបិទចុះខ្ញុំប្រើតែកន្លែងនេះមួយមិញហើយលេខកូដរបស់ខ្ញុំបាទខ្ញុំបាន log អីហើយអញ្ចឹងលទ្ធផលនេះបាទ8.4បាទអញ្ចឹងយើងដាក់មើលបាទហើយចូលក្នុងប្រព័ន្ធបាទអញ្ចឹងបន្ទាប់ពី confirm បានបាទគឺយើងអាចចូលទៅប្រើក្នុងប្រព័ន្ធអាចចូលទៅអាននិង download បានបាទចូលទៅប្រើប្រាស់ឬក៏ download នៅក្នុងនេះបានបាទអញ្ចឹងនៅខាងមុខនេះគឺមានដូចគ្នាមានអំពីបណ្ណាល័យមានបទជាផ្ទៃក្នុងបាទមានមន្ត្រីបណ្ណាល័យរូបភាពបាទតំណាក់តំណងបាទអញ្ចឹងឬក៏មានចម្ងល់អីផ្សេងកន្លែង button តំណាក់តំណងនេះបាទសាស្ត្រាចារ្យក៏ដូចជាបងប្អូននិស្សិតអាចបំពេញនៅកន្លែងនេះហើយ send ទៅបាទអញ្ចឹងខាងបណ្ណារៈនិងខាង admin គាត់នឹងមើលសារឃើញដូចគ្នាបាទថាតើយើងត្រូវការអីបន្ថែមលើសពីនេះបាទអាចមានគោលការណ៍បាទអាចមើលគោលការណ៍មានអីខ្លះអញ្ចឹងទៅមើលរូបភាពឲ្យធំបាទទៅតាមនឹងអញ្ចឹងទៅបាទអូខេនេះគឺផ្នែកខាងមុខរបស់យើងបន្ទាប់ពីបានប៉ុណ្្នឹងមកយើងក៏អាចទៅមើលរបាយការណ៍របស់យើងមានអីខ្លះបាទឧទាហរណ៍ថាចូលទៅក្នុងទាំងបាទគ្រប់គ្រងនេះបាទអញ្ចឹងយើងនឹងឃើញមានទី1ព័ត៌មានផ្ទាល់ខ្លួនបាទតកតងមួយរបាយការណ៍ខ្ចីសៀវភៅបាទតកតងនឹងរបាយការណ៍ចូលប្រើប្រាស់បណ្ណាល័យបាទអញ្ចឹងដោយសារថ្មីអត់ទាន់មានបានចូលបណ្ណាល័យទេបាទអញ្ចឹងនេះរបាយការណ៍ខ្ចីសៀវភៅផ្សេងបាទអញ្ចឹងយើងមាន3ម៉ឺនុយហ្នឹងតែជាចាំបាច់បាទអញ្ចឹងតកតងនឹងព័ត៌មានផ្ទាល់ខ្លួនដែលយើងអត់ទាន់មានការ upload profile ទេយើងអាចចូលទៅ edit ហើយធ្វើការ upload profile កន្លែងនេះបានបាទហើយតកតងនឹងកន្លែង QR code នេះបាទកន្លែង QR code នេះគឺសំខាន់បាទសម្រាប់តែបាទសាស្ត្រាចារ្យក៏ដូចជាបុគ្គលិកនិងនិស្សិតដែលចូលទៅក្នុងបណ្ណាល័យរបស់វិទ្យាស្ថានបាទពេលចូលទៅដល់សូមបង្ហាញនៅ QR code នៅខាងមុខបណ្ណារៈបាទមានម៉ាស៊ីន scan QR code បាទដើម្បី scan check វត្តមានអំពីការចូលប្រើប្រាស់បាទអញ្ចឹងអាច check in ហើយនៅពេលដែលបងប្អូននិស្សិតក៏ដូចជាសាស្ត្រាចារ្យអាច scan ម្ដងទៀតនៅពេលដែលយើងចេញពីបណ្ណាល័យបាទហើយនៅក្នុង account ផ្ទាល់ខ្លួនយើងនេះគឺយើងនឹងបានឃើញអំពីព័ត៌មានការ check in check out ហើយនឹងរយៈពេលដែលយើងចូលក្នុងបណ្ណាល័យនេះបាទផងដែរបាទប្រសិនបើជាសាស្ត្រាចារ្យក៏ដូចជានិស្សិតបាទធ្វើការខ្ចីសៀវភៅក៏យើងអាចមើលឃើញបានដែរអំពីថ្ងៃដែលខ្ចីសៀវភៅថ្ងៃដែលត្រូវសងបាទគឺយើងអាចមើលនៅក្នុងនេះបានបាទអញ្ចឹងបន្ទាប់ពីយើងបានចូលឃើញប៉ុណ្នេះហើយបាទយើងអាចនឹង log out ចេញវិញបាទក៏បានឬក៏យើងមិនអាចយើងទុកវាសិនក៏បានដែរបាទហើយនៅក្នុងការប្រើប្រាស់នេះក៏យើងអាចប្រើនៅក្នុង Google Chrome របស់ទូរស័ព្ទបានដែរ log មួយទូរស័ព្ទរបស់យើងណាបាទតាម URL ដែលវិទ្យាស្ថានបានផ្ដល់ជូនហើយនៅក្នុងវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញអំពីការប្រើប្រាស់ជាមួយនឹងបាទ mobile app
បាទដែល library system យើងហ្នឹងយើងនឹងធ្វើការ release ទៅកាន់ Play Store និង App Store បាទអញ្ចឹងហើយយើងមានដូចគ្នាហើយជួបគ្នានៅវីដេអូបន្ទាប់បាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នេះទេហើយបើសិនជាបងប្អូនមានចម្ងល់អាចទំនាក់ទំនងបាទឆាតសួរមកក្រុមការងារបច្ចេកទេសបាទអញ្ចឹងខ្ញុំមានប៉ុណ្្នេះបាទសូមអរគុណសូមបាទជម្រាបលាបាទ